សូមជម្រាបសួរបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់ដោយសារមួយរយៈនេះខ្ញុំមានការមមាញឹកច្រើនទើបខកខានប្រហែលធ្វើវិញ្ញាសាថ្មីឲ្យបងប្អូនថ្ងៃនេះយើងជួបគ្នាជាថ្មីម្ដងទៀតជាមួយវិញ្ញាសាទី3របស់យើងដែលវិញ្ញាសានេះជាវិញ្ញាសាដែលធ្លាប់ប្រឡងបាក់ឌុបថ្នាក់វិទ្យាសាស្ត្រឆ្នាំ2018កន្លងទៅនេះអ្វីដែលខ្ញុំបង្ហាញក្នុងវីដេអូនេះសង្ឃឹមថាវាជាទុនមួយសម្រាប់ឲ្យបងប្អូនយកទៅសិក្សាស្វែងយល់បន្ថែមទៀតដូច្នេះតោះចាប់ផ្ដើមសិក្សាទាំងអស់គ្នាអញ្ចឹងយើងមានវិញ្ញាសាទី3នេះហើយប្រធានគេថាពាក្យចាស់លោកពោលថាសេចក្តីព្យាយាមគង់តែបានសម្រេចចូលអ្នកបកស្រាយដោយរកអំណាចអំណាងក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់អញ្ចឹងវិញ្ញាសានេះគឺវិញ្ញាសាបាក់ឌុបថ្នាក់វិទ្យាសាស្ត្រឆ្នាំ2018គេប្រឡងរួចហើយក៏តែយើងយកមកចាស់រៀនដើម្បីឲ្យដឹងហើយដឹងរបៀបគេសេយ៉ាងម៉េចអញ្ចឹងមុននឹងចាប់សរសេរគឺបងប្អូនត្រូវអានឲ្យបាន5ដងយ៉ាងតិចអានប្រធានគេឲ្យច្បាស់ថាតើគេចង់យើងធ្វើអ្វីដើម្បីជៀសវាងក្នុងការសរសេរទៅវាចាក់ប្រធានអញ្ចឹងយើងមើលសេចក្តីព្យាយាមគង់តែបានសម្រេចអញ្ចឹងគេឲ្យយើងធ្វើនេះគឺជាប្រធានពន្យល់មើលលើពាក្យប្រកបបញ្ជារបស់វាចូលអ្នកបកស្រាយដោយរកអំណាចអំណាងក្នុងអក្សរសិល្ប៍ខ្មែរបំជាក់អញ្ចឹងគេឲ្យបកស្រាយគេមិនឲ្យភាសាទេអញ្ចឹងប្រធាននេះគឺជាប្រធានពន្យល់ពាក្យលើរបស់យើងគឺសេចក្តីព្យាយាមហើយនឹងសម្រេចមួយណាជាហេតុមួយណាជាផលសេចក្តីព្យាយាមជាហេតុសម្រេចជាផលមានន័យថាទទួលបានលទ្ធផលសម្រេចជោគជ័យនឹងជាទូទៅគឺគេយកផលយកមកចាប់ធ្វើជាដំណំបញ្ហាទៅប្រធានហ្នឹងគឺវាឆាប់ងាយចូលធ្វើលំនាំវាងាយចូលវាល្អអញ្ចឹងយើងអាចចាប់បានថាមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាននៅភាពជោគជ័យឬសម្រេចគ្រប់គោលបំណងប្រាថ្នាទាំងអស់ហ្នឹងហើយយើងទាញពីលទ្ធផលរួចបានបកមករកហេតុវិញទៅវាងាយអញ្ចឹងយើងងាកទៅមើលសេចក្តីអត្ថាធិប្បាយទាំងអស់គ្នានេះលំនាំបញ្ហាគឺចាប់ពីនៅក្នុងសង្គមរហូតដល់សម្រាប់នេះយើងទាញតបទាំងអស់គ្នាថាតើវាចូលប្រធានយើងឬក៏មិនចូលនៅក្នុងសង្គមមនុស្សគ្រប់រូបតែងតែចង់សម្រេចបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងអស់ទាំងការងារស្នេហាការសិក្សាបុគ្គលខ្លះចង់ក្លាយជាអ្នកនិពន្ធសាស្ត្រាចារ្យបណ្ឌិតសេដ្ឋីក៏អ្វីមានកិត្តិយសទ្រព្យធនបរិបូរណ៍ហួហៀដោយឡែកការងារទាំងនោះមិនចេះតែរលូនទៅមុខបានឡើយប្រសិនជាបុគ្គលនោះខ្វះការព្យាយាមខ្នះខ្នែងប្រែងប្រឹងធ្វើការងារនោះឲ្យសម្រេចអញ្ចឹងកន្លែងនេះគឺជាលំនាំបញ្ហាគឺវាចូលទាំងនឹងផលនេះជាផលហើយនេះជាហេតុគឺត្រូវតែប្រឹងប្រែងនៅបញ្ហាប៉ុណ្ណឹងគឺអាចចូលបានយកជាការបានណាអញ្ចឹងយើងចូលដល់ចំណូលបញ្ហារបស់យើងគឺយើងគ្រាន់តែប្រើពាក្យភ្ជាប់បន្ទាប់មកយើងដាក់ប្រធានចូលជាការស្រេចដោយប្រើអភន្តរសញ្ញាអញ្ចឹងយើងមើលហេតុនេះហើយទើបមានពាក្យចាស់លោកពោលថាសេចក្តីព្យាយាមគង់តែបានសម្រេចបន្ទាប់ពីកន្លែងចំណូលយើងចូលដល់ចំណោទអញ្ចឹងចប់សួរបែបនេះគឺសួរបែបប្រធានពន្យល់តែបំណុលខាងលើនេះមានអត្ថន័យខ្លឹមសារយ៉ាងដូចម្ដេចខ្លះហាមដាក់សរសេរបន្តថាចូលបកស្រាយបើសេបែបហ្នឹងគឺចំណុចនេះគឺបាន0ជាទូទៅកន្លែងហ្នឹងគឺបាន3ពិន្ទុសម្រាប់ថ្នាក់វិទ្យាសាស្ត្រអញ្ចឹងបើយើងដាក់បែបនេះហើយថែមចូលបកស្រាយកន្លែងហ្នឹងគេឲ្យ0ពិន្ទុបន្ទាប់ពីចំណូលបញ្ហាយើងចូលដល់ឃ្លាភ្ជាប់នេះឃ្លាភ្ជាប់ដើម្បីជាប្រទីបក្នុងការភ្លឺផ្លូវឈានទៅរកការបកស្រាយប្រធានខាងលើឲ្យបានទូលំទូលាយក៏បីឆ្វេងយល់អត្ថន័យនៃពាក្យកលើរបស់ប្រធានជាមុនសិនកន្លែងហ្នឹងគេហៅថាឃ្លាភ្ជាប់សេចក្តីយើងចង់ដាក់ថាដើម្បីជាមធ្យោបាយក្នុងការបកស្រាយប្រធានក៏បានឬក៏
ដើម្បីជាប្រតិក្នុងការភ្លឺផ្លូវឈានទៅរកការបកស្រាយកោះកកាយប្រធានខាងលើបានកាន់តែក្បាយក្បោះអស់នៃសេចក្តីយើងចាំបាច់ស្វែងយល់អត្ថន័យពាក្យកលឹះជាមុនសិនបែបនេះក៏បានអញ្ចឹងបែបណាជាការឆ្លាញ់របស់បងប្អូនវាព្រោះស្ដាប់ឬក៏វាងាយស្រួលសរសេរងាយស្រួលចាំសរសេរមកអញ្ចឹងយើងមើលពាក្យថាសេចក្តីព្យាយាមកន្លែងហ្នឹងគឺពន្យល់ពាក្យគេមិនអាចត្រេបានទេប្រយ័ត្នត្រេឲ្យដាក់ថ្នាក់ពាក្យទៀតគឺ0ដោយពាក្យថាសេចក្តីព្យាយាមសំដៅលើសេចក្តីប្រឹងប្រែងដំណើរខ្មៃគ្មៀតតស៊ូជំនះចំណែកពាក្យថាសម្រេចបានសេចក្តីថាភាពជោគជ័យការទទួលបានតាមបំណងប្រាថ្នាកន្លែងនេះគឺបញ្យល់ពាក្យបន្ទាប់មកយើងបញ្យល់ន័យវិធានតាមរយៈអត្ថន័យនៃពាក្យកលឹះមួយចំនួនខាងលើប្រធានចង់និយាយថាសេចក្តីប្រឹងប្រែងតស៊ូព្យាយាមខ្នះខ្នែងធ្វើការងារណាមួយគង់តែទទួលបានភាពជោគជ័យតាមបំណងប្រាថ្នាហ្នឹងហើយអានេះគឺបញ្យល់ពាក្យកលឹះហើយនឹងបញ្យល់ន័យប្រធានចប់ហើយកន្លែងនេះគេហៅថាបំណកស្រាយប្រធានអញ្ចឹងបកស្រាយប្រធានទាមទារឲ្យយើងសរសេរសេចក្តីលម្អិតគ្រប់គ្រងប្រធាននឹងដោយធ្វើម៉េចបកស្រាយឲ្យគេយល់ស្របតាមប្រធានតាមគំនិតរបស់យើងជាការពិតណាស់មនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នារៀងៗខ្លួនក្នុងនោះមនុស្សខ្លះក៏ទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ឯមនុស្សខ្លះទៀតទទួលបាននូវភាពបរាជ័យនៅក្នុងដំណើរជីវិតលទ្ធផលទាំងឡាយផ្ទុយគ្នាបែបនេះគឺដោយសារតែមូលហេតុនៃការយកចិត្តទុកដាក់និងសេចក្តីព្យាយាមមានទំហំខុសគ្នាការព្យាយាមរបស់មនុស្សនៅក្នុងសង្គមមានប្រភេទខុសៗគ្នាដោយអ្នកខ្លះព្យាយាមសិក្សារៀនសូត្រឲ្យបានខ្លាំងពូកែដើម្បីក្លាយជាទីពឹងសម្រាប់អ្នកដទៃអាចជួយសង្គមជួយគ្រួសារឲ្យរស់នៅសុខសាន្តអ្នកសិក្សាទាំងឡាយតែងតែចាត់ទុកការរៀនសូត្ររបស់ពួកគេដូចជាការប្រកួតប្រជែងមួយក្នុងទីលានពិតប្រាកដពោលគឺគេតែងប្រឹងប្រែងហ្វឹកហាត់ឧត្តលត់ដំទាំងផ្នែកសុខភាពនិងប្រាជ្ញាដើម្បីជោគជ័យគេត្រូវរៀបចំកាលវិភាគសិក្សារៀនសូត្រកំណត់គោលដៅឲ្យបានច្បាស់លាស់ពិសេសត្រូវបដិញ្ញាចិត្តអនុវត្តផែនការក្នុងការរៀនសូត្រឲ្យបានជាប់លាប់ម្យ៉ាងទៀតការធ្វើតេស្តជាប្រចាំការអានការស្រាវជ្រាវជាប្រចាំនិងដឹកនាំពួកគេឲ្យคล้ายខ្លួនទៅជាមនុស្សមានទម្លាប់រៀនសូត្របានយ៉ាងល្អប្រសើរចំណែកអ្នកខ្លះទៀតក៏មានសេចក្តីព្យាយាមផ្សេងពីនេះដែរគឺព្យាយាមធ្វើការងារប្រកបមុខរបរចិញ្ចឹមជីវិតជាដំណើរដ៏វែងឆ្ងាយហេតុនេះដើម្បីឲ្យដំណើរជីវិតអាចរស់នៅទទួលបានសេចក្តីសុខដល់រាប់ណាមនុស្សទាំងឡាយខិតខំធ្វើការប្រកបរបរចិញ្ចឹមជីវិតក្នុងកិច្ចការដែលត្រឹមត្រូវមិនលួចឆក់ប្លន់អ្នកដទៃមិនជួញដូរគ្រឿងញៀនខុសច្បាប់មិនកេងប្រវ័ញ្ចរំលោភបំពានអ្នកផ្សេងដើម្បីតែប្រយោជន៍ส่วนតួមួយវិញទៀតសោតកាលណាជួបនឹងឧបសគ្គបុគ្គលទាំងឡាយតោងចេះព្យាយាមដោះស្រាយជំនះដោយប្រើប្រាស់ប្រាជ្ញាច្នៃប្រឌិតកែខៃបែបណាឲ្យបញ្ហាធំคล้ายជាតូចបញ្ហាតូចតាចត្រូវបំបត្តិចោលឲ្យសាបសូន្យរហូតទៅក្រៅពីការព្យាយាមដោះស្រាយបញ្ហាខាងលើនៅមានការព្យាយាមផ្សេងទៀតដូចជាការព្យាយាមតស៊ូកម្ចាត់សត្រូវធ្វើអំពើល្អទាំងកាយវាចាចិត្តការគោរពច្បាប់របស់ប្រទេសនិងការព្យាយាមស្វែងរកយុត្តិធម៌ជាដើមនៅក្នុងសង្គមរមែងតែងតែជួបបញ្ហាឈ្លានពានរបស់សត្រូវនៅគ្រប់សម័យកាលទាំងអស់កត្តានេះហើយដែលប្រជាពលរដ្ឋក្នុងសង្គមនីមួយៗត្រូវតែស្វះស្វែងចាត់ចែងចូលរួមជួយគ្នាដោះស្រាយបញ្ហាទាំងនោះដោយអំណត់ជាទីបំផុតម្យ៉ាងទៀតការព្យាយាមមិនមែនព្យាយាមទាំងងងឹតងងុលនោះដែរគ្រប់ការងារទាំងអស់ដែរនេះសូមអធិស្ឋានគឺយើងប្រើរោនឹងដោយសារតែខ្ញុំសរសេរអត់បានពិនិត្យសារថ្មីអញ្ចឹងយើងកែទាំងអស់គ្នាគឺដាក់រោគ្រប់ការងារទាំងអស់ត្រូវតែធ្វើឡើងដោយការយល់ដឹងនិងប្រុងប្រយ័ត្នបំផុតទើបភារកិច្ចទទួលបាននូវភាពជោគជ័យស្របតាមបំណងប៉ងប្រាថ្នារបស់ខ្លួនព្រមទាំងដឹកនាំមនុស្សឈានទៅរកសុភមង្គលប្រទេសជាតិមានសុខសន្តិភាពរីកចម្រើនគ្រប់ផ្នែកទាំងអស់អញ្ចឹងឡើយនេះគឺជាបំណងស្រាយហើយបន្ទាប់មកយើងឈានចូលដល់ឧទាហរណ៍ក្នុងអក្សរសិល្ប៍អញ្ចឹងយើងមើលជាក់ស្ដែងក្នុងរឿងកលបៃលិននិពន្ធដោយលោកយកថែមឆ្នាំ1936បានបង្ហាញពីសកម្មភាពតស៊ូអំណាចព្យាយាមរបស់ចៅចិត្រ
ក្នុងការសិក្សារៀនសូត្ររហូតទទួលបានចំណេះដឹងខុសត្រូវល្អអាក្រក់មានសិលធម៌និងឧត្តមគតិដោយសារតែភាពចេះដឹងនិងភក្ដីភាពចំពោះចៅហ្វាយនាយរបស់ខ្លួននាំឲ្យលោកលួងរតនសម្បត្តិពេញចិត្តនិងចៅចិត្តជាខ្លាំងរហូតលើកកូនស្រីដ៏ស្រស់ស្អាតឲ្យចៅចិត្តធ្វើជាភរិយាទៀតផងចំណែកឯរឿងទុំទាវស្នាដៃរបស់ភិក្ខុងួនសោមឆ្នាំ1915ទាំង1050ស្លោកនិងឯរឿងទុំទាវទាំងអស់វាមាន1050ស្លោកហើយរឿងហ្នឹងគឺទុំគឺជាប្រសង់ហើយទាវគឺជាស្រីស្អាតនៅត្បូងឃ្មុំហ្នឹងហើយរឿងហ្នឹងបានរៀបរាប់ពីការតស៊ូព្យាយាមស្វិតជាយរៀនសូត្រទាំងផ្លូវលោកផ្លូវធម៌រៀនធ្វើតោករៀនស្មូតយ៉ាងពីរោះពោពេញទៅដោយទេពកោសល្យយ៉ាងអស្ចារ្យដែលខាប់បន្តងដួងចិត្តអ្នកស្ដាប់ទាំងឡាយឲ្យលន្លង់លន្លោចទៅតាមទឹកដមសំនៀងរបស់ទុំរហូតដល់ព្រះមហាក្សត្រក៏ពេញចិត្តនឹងសមត្ថភាពដ៏ពិរោះល្អឯករបស់ទុំដែរហើយប្រទានងារជាមិនឯកប្រចាំរាជវាំងយ៉ាងមានកិត្តិយសឧត្តមទៀតផងរីឯនៅក្នុងវណ្ណកម្មរឿងរាមកេរ្តិ៍ក៏បានលាតត្រដាងពីការប្រឹងប្រែងខ្នះខ្នែងជំនះឧបសគ្គជាច្រើនរបស់ព្រាហ្មណ៍ព្រមទាំងការសិក្សារៀនសូត្រគម្ពីរវេទជាមួយឥសីពីស្វាមិត្រទាំងការប្រកួតប្រជែងលើកធ្នូដណ្ដើមយកនាងសីតារួមទាំងការតស៊ូយ៉ាងស្វិតស្វាញក្នុងការរកដំណោះស្រាយដោះស្រាយវិបត្តិទាំងក្នុងគ្រួសារទាំងក្នុងបញ្ហាស្នេហាដណ្ដើមយកនាងសីតាពីក្រុងរាពណ៍មកវិញបានកន្លែងនេះគឺយើងត្រូវចេះរឿងបើយើងអត់ចេះរឿងយើងឆ្កឹះវាមិននឹងត្រូវយើងអត់ដឹងថាឆ្កឹះពីណាណាអញ្ចឹងព្រាហ្មណ៍គាត់ក៏តស៊ូដែរតស៊ូទី1គឺដោះស្រាយបញ្ហានៅក្នុងក្រុមគ្រួសារតស៊ូរៀនសូត្រហើយបន្ទាប់មកពេលដែលគាត់បានលើកធ្នូឈ្នះគេគាត់បានទទួលយកនាងសីតាធ្វើជាមហេសីបន្ទាប់មកគាត់ក៏បានទៅនគរអយុធ្យាដែលជានគររបស់ព្រះបាទទសរថដោយឡែកព្រាហ្មណ៍គឺជាបុត្រាច្បងតាមប្រពៃណីក្សត្រគឺព្រាហ្មណ៍ត្រូវសោយរាជ្យក៏តែដោយសារតែនាងសីតានាងកៃកេសីគាត់មានការជំទាស់គាត់ចង់ឲ្យព្រះភិរុតគឺជាកូនរបស់គាត់នឹងឡើងសោយរាជ្យស្នងព្រះបាទទសរថអញ្ចឹងព្រាហ្មណ៍មានបញ្ហាចម្រូងចម្រាសណាស់គាត់ក៏បានសុខចិត្តចេញពីនគរគាត់បំពេញបំណងរបស់នាងកៃកេសីដែលជាម្ដាយចុងអញ្ចឹងព្រាហ្មណ៍បន្ទាប់ពីដោះស្រាយបញ្ហានឹងចប់នៅបញ្ហាមួយទៀតគឺក្រុងរាពណ៍ឆក់យកនាងសីតាយកទៅនគរលង្កាគាត់បានព្យាយាមដោះស្រាយយ៉ាងខ្លាំងដោយទំនាក់ទំនងជាមួយទ័ពស្វាដើម្បីឲ្យជួយអញ្ចឹងចុងក្រោយគាត់ក៏ទទួលបានជោគជ័យពិតមែនគឺអាចទទួលបាននាងសីតាមកនគរអយុធ្យាវិញនគររបស់គាត់វិញអញ្ចឹងយើងងាកទៅមើលរឿងមួយទៀតណាมันខុសគ្នាពីស្នាដៃមួយចំនួននៅក្នុងរឿងនៅខាងលើដែរតាមរយៈរឿងតេជោយ៉តនិពន្ធដោយទីជីហួតឆ្នាំ1983បានបង្ហាញពីការតស៊ូប្រឹងប្រែងរើបអំរាស់ពីការរើសអើងវណ្ណៈនិងបង្ហាញពីការខិតខំរៀនសូត្រពីតេជោមាសជាគ្រូរហូតធ្វើឲ្យយ៉តទទួលបានងារជាតេជោយ៉តអ្នកគ្រប់គ្រងដែនដីខេត្តកំពង់ស្វាយជំនួសតេជោមាសក្រោយពេលតេជោមាសជាគ្រូស្លាប់ទៅដោយសារតែការខិតខំប្រឹងប្រែងនេះរួមជាមួយបញ្ញាដ៏ឆ្លៀសវៃរបស់តេជោយ៉តបានធ្វើឲ្យជំទាវស្រែនព្រមទទួលតេជោយ៉តធ្វើជាស្វាមីរស់នៅយ៉ាងសុខសាន្តហើយរួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិបានយ៉ាងរលូនដឹកនាំសង្គមឲ្យមានសេចក្តីសុខក្សេមក្សាន្តកន្លែងនេះក៏យើងត្រូវតែចេះរឿងនឹងដែរបើមិនចេះអត់កើតទេរឿងតេជោយ៉តគឺជារឿងបែបប្រវត្តិសាស្ត្រមួយដែរគឺនៅសម័យព្រះចៅជ័យជេស្តាឬក៏គេអាចហៅបានថាជ័យជេដ្ឋាទី2គាត់អាឡ័យទៅវក់នឹងស្រីញីរហូតដល់គេឈ្លានពានទឹកដីគាត់មិនសូវខ្វល់ខ្វាយទេគាត់ទម្លាក់បន្ទុកទាំងបានឲ្យតេជោមាសតេជោយ៉តអ្នកដេញសត្រូវ
លេងខ្មាំងចេញពីប្រទេសអញ្ចឹងតេជោយ៉តតាមពិតទៅគាត់គឺជាសិស្សរបស់តេជោមាសយកមកនៅជាមួយអាចហៅបានថាជាខ្ញុំបម្រើអញ្ចឹងត្រូវបានគេមើលងាយខ្លាំងណាស់ដោយសារគាត់គឺជាជនជាតិភាគតិចសំបីស្ដេចសំបីជំទាវស្រែនសុទ្ធតែមើលងាយយ៉តទាំងអស់ជំទាវស្រែនទោះបីជាយ៉តទទួលបានជោគជ័យសម្រាប់ការងារធំជូនប្រទេសជាតិប៉ុណ្ណាក្តីទោះបីជាបែបណាជំទាវស្រែនមិនទទួលយ៉តធ្វើជាប្តីក្រោយពេលដែលជោមាសស្លាប់ទៅជំទាវស្រែនសុខចិត្តនៅមួយម៉ាយតែប៉ុន្តែជំទាវស្រែនពេញចិត្តនឹងយ៉តដែរក៏ប៉ុន្តែតេជោយ៉តធ្លាប់ជាបាវបម្រើរបស់គាត់អញ្ចឹងគាត់មិនអាចទទួលយកយ៉តបានដោយសារតែវណ្ណៈឋានៈខុសគ្នាហេតុនេះហើយទោះបីជាគាត់មានចិត្តលើយ៉តក៏គាត់មិនអាចទទួលប៉ុន្តែដោយសារតែយ៉តមានប្រាជ្ញាជ្រៅជ្រះក៏បានឲ្យគេហ្នឹងទៅលួចយកកម្មចតាផ្ទះជំទាវស្រែនយកមកផ្ចាញ់ជំទាវស្រែនឲ្យឆ្លាក់រូបពុទ្ធហើយនិងរូបតេជោមាសឲ្យជំទាវស្រែនគោរពអញ្ចឹងពេលដែលជំទាវស្រែនគោរពក៏ព្រមទទួលយកតេជោយ៉តធ្វើជាប្តីទៅនេះដោយសារតែការចាញ់ប្រាជ្ញាតេជោយ៉តហ្នឹងឯងអញ្ចឹងអ្នកផ្សេងក៏លែងមើលងាយមើលស្រាលគាត់ទៅសូម្បីតែអ្នកម្នាក់នោះដែលជាអ្នកម្នាងរបស់ជ័យស្ដាក៏យ៉តហ្នឹងមិនលើកលែងដែរសម្រាប់ចោលខ្ទេចអ្នកម្នាក់នោះគាត់ស៊ីសំណូកសោកប៉ាន់តោះឥឡូវយើងចប់ប៉ុណ្ណឹងយើងងាកទៅចូលមើលរឿងមួយទៀតណានៅមានតល័យកបន្ថែមទៀតក្នុងរឿងព្រះអាទិត្យថ្មីឬលើផែនដីចាស់ស្នាដៃនិពន្ធរបស់ស៊ុនសេរិនឆ្នាំ1960កន្លែងនេះដាក់1960 61ណា2ឆ្នាំឬក៏1960ក៏បានដែរលាតត្រដាងពីសេចក្តីពុះពារយ៉ាងលំបាកខ្លោចផ្សាររបស់សួនសំនៅក្នុងខ្សែជីវិតដ៏ជូរចត់ជំនះនឹងភាពក្រលំបាកហើយមិនព្រមបោះបង់ចោលនៅសេចក្តីល្អភាពស្មោះត្រង់សោះឡើយតែទីបំផុតដោយសារតែសេចក្តីព្យាយាមនិងភាពស្មោះត្រង់គ្មានព្រំដែនរបស់សំធ្វើឲ្យលោករដ្ឋមន្ត្រីក្មេងពេញចិត្តទំនុកបំរុងឲ្យមានការងារធ្វើរស់នៅដោយសុខសាន្តកន្លែងនេះយើងឆ្កឹះចំណុចវាយកមកដាក់ទៀតក៏បានដែរគឺយើងដាក់ត្រង់លោករដ្ឋមន្ត្រីក្មេងជួយយ៉ាងម៉េចគឺសំពេលចេញពីគុកខ្លាចជំនួសអាមាថាគ្មានទីពឹងទេគាត់អត់បាយអត់ទឹកហើយនេះហើយគាត់ក៏វិលមកធ្វើឲ្យគាត់ដើរចូលឡានលោករដ្ឋមន្ត្រីក្មេងលោករដ្ឋមន្ត្រីក្មេងបានត្រូវទៅក្នុងឡានរបស់គាត់នឹងបុកសំឲ្យរបួសអញ្ចឹងលោករដ្ឋមន្ត្រីក្មេងជូនសំទៅពេទ្យកំតែសំហើយជូនលុយដល់សំជូនប្រាក់ដល់សំមួយចំនួនតែសំអត់ទទួលទេតែសំយល់ថាបើសិនយកលុយគឺចាយបានផ្លេតអស់អញ្ចឹងបើសិនឲ្យគាត់មានការងារធ្វើគាត់នឹងអាចរកលុយបានជារៀងរហូតគាត់មានមុខរបរធ្វើអត់ចាំបាច់ពិបាកទៀតទេអញ្ចឹងលោករដ្ឋមន្ត្រីក្មេងឃើញសំជាមនុស្សល្អត្រឹមត្រូវសុចរិតគាត់ក៏យកឲ្យធ្វើការជាមួយទៅកន្លែងនេះគឺនិយាយពីការតស៊ូរបស់សំទោះបីជាគាត់ពិបាកប៉ុណ្ណាក៏គាត់មិនចោលផ្លូវត្រូវផ្លូវសុចរិតដែរអញ្ចឹងយើងបកស្រាយប្រហែលរឿងហ្នឹងហើយយើងក៏ចូលដល់សរុបសេចក្តីណារួមសេចក្តីមកកិច្ចការងារទាំងអស់ទោះលំបាកយ៉ាងណាមនុស្សត្រូវតែធ្វើវាប្រកបទៅដោយការខិតខំប្រឹងប្រែងអំណត់ព្យាយាមខ្ពស់នោះនឹងទទួលបាននូវភាពជោគជ័យជាក់ជាមិនខានកន្លែងនេះគឺសរុបសេចក្តីនៅរ៉ូម៉ាំងទី2នេះចំណុចចុងក្រោយនៃរ៉ូម៉ាំងទី2អញ្ចឹងយើងងាកចូលដល់រ៉ូម៉ាំងទី3វាមាន2ចំណុចសេចក្តីបញ្ចប់ណាមានវាតម្លៃប្រធាននិងមតិដល់ខ្លួនឆ្លងតាមការបកស្រាយអធិប្បាយបំភ្លឺនិងឧទាហរណ៍យ៉ាងច្រើនរួចមកអាចឲ្យយើងសន្និដ្ឋានបានថាពំនូររបស់ចាស់បុរាណខាងលើនេះពិតជាមានអត្ថន័យជ្រាលជ្រៅនិងមានតម្លៃខ្លាំងណាស់ដោយបានផ្ដល់ជាគតិដាស់តឿនក្រើនរំលឹកដល់កូនចៅជំនាន់ក្រោយឲ្យខិតខំព្យាយាមធ្វើកិច្ចការងាររបស់ខ្លួនឲ្យបានសម្រេចជោគជ័យដូចនេះក្នុងនាមយើងជាសិស្សានុសិស្សកូនចៅជំនាន់ក្រោយត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រចូលរួមធ្វើការងារទាំងក្នុងគ្រួសារនិងសង្គមឲ្យបានខ្ជាប់ខ្ជួន
ដើម្បីភាពជោគជ័យទាំងកិច្ចការខ្លួនឯងនិងសង្គមជាតិផងដែរសំណេរហ្នឹងគឺចប់តែប៉ុណ្ណឹងអញ្ចឹងយើងអស់ហើយមានតែប៉ុណ្្នឹងឯងអូខេហ្នឹងហើយអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់ស្ដាប់ទាំងអស់គ្នាសូមជូនពរឲ្យបងប្អូនទទួលបាននូវភាពជោគជ័យក្នុងការប្រឡងនាថ្ងៃខាងមុខសូមអរគុណច្រើន